រឿងក្តីទី1បំបីក្តីមិនបានលោកជនរងគ្រោះក៏មិនដោះស្មៅថ្ងៃទី12ខែសីហាឆ្នាំ2003ថ្ងៃនេះក៏ត្រូវជាថ្ងៃទី15ខែ7ចិនឬជាថ្ងៃបុណ្យសែនក្បាលទឹកក្នុងតំបន់សិង្ហៈក្រុងថៃណានតាមទំនៀមទម្លាប់ថ្ងៃនេះនឹងមានការធ្វើពិធីសម្ដែងល្ខោនតុក្កតាក្រណាត់សម្រាប់ឲ្យវិញ្ញាណទាំងឡាយដែលបានឡើងមកថាមនុស្សក្នុងខែខ្មោចដើរនេះទស្សនាកម្សាន្តក្រោយព្រឹត្តិការណ៍ដ៏អ៊ូអរនោះកន្លងផុតទៅព្រឹកថ្ងៃបន្ទាប់ម្ដាយនិងកូនប្រុសដែលរស់នៅផ្លូវស៊ីងអ៊ីបែរជាមិនទាន់ភ្ញាក់ពីដំណេកមិនយូរប៉ុន្មានសម្លេងកញ្ចាយរបស់ប៉ូលីសក៏បន្លឺឡើងថ្ងៃទី13ខែសីហាឆ្នាំ2003វេលាម៉ោង10ព្រឹកកូនស្រីរបស់ស្ត្រីម្ចាស់ផ្ទះខាងលើបានមករកម្ដាយស្រាប់តែឃើញផ្ទះមិនទាន់បើកទ្វារនាងក៏បានហៅជាងសោឲ្យមកជួយបើកទ្វារក្រោយបើកទ្វារចូលផ្ទះកូនស្រីក៏បានប្រទះឃើញម្ដាយដេកស្លាប់កាប់មុខនៅក្នុងអាងត្រាំទឹកក្នុងបន្ទប់ទឹកដោយសភាពដៃទាំងពីរនិងជើងសុទ្ធតែត្រូវបានចងបត់ទៅក្រោយដោយស្រោមជើងនៅនឹងមាត់ក៏មានញុកនៅកន្សែងពោះគោប៉ូលីសបានពិនិត្យឃើញថាជនរងគ្រោះត្រូវបានរឹតកសម្លាប់មុននឹងបោះចូលទៅក្នុងអាងត្រាំទឹករីឯទ្រព្យសម្បត្តិផ្សេងៗនៅក្នុងផ្ទះរួមទាំងគ្រឿងអលង្ការនៅលើខ្លួនស្ត្រីរងគ្រោះក៏មិនបានបាត់បង់សកម្មភាពខាងលើគឺច្បាស់ណាស់ថាជាករណីមនុស្សឃាតប៉ុន្តែអ្វីដែលចម្លែកនោះគឺក្នុងផ្ទះមានសណ្ដាប់ធ្នាប់រៀបរយល្អដូចនេះប៉ូលីសយល់ថាទីតាំងកើតហេតុគឺត្រូវបានបោសសម្អាតរួចទៅហើយសូម្បីតែម៉ាស៊ីនត្រជាក់និងអំពូលភ្លើងក៏ត្រូវបានបិទយ៉ាងរៀបរយតែអាចឬទេថាជាករណីរៀបកម្រងសម្រាប់ដោយសារតែគំនុំហើយអ្វីដែលរត់តែធ្វើឲ្យប៉ូលីសនិងគ្រួសារងើយឆ្ងល់នោះគឺកូនប្រុសអាយុ7ឆ្នាំឈ្មោះខាងជិចិនដែលរស់នៅផ្ទះកើតហេតុជាមួយនឹងម្ដាយនៅឯណាដំបូងឡើយប៉ូលីសយល់ថាក្មេងប្រុសអាចនឹងភ័យស្លន់ស្លោរួចរត់ទៅពូននៅកន្លែងណាមួយរួចក៏ធ្វើការតាមរកចុងក្រោយប៉ូលីសក៏បានប្រទះឃើញកូនប្រុសជនរងគ្រោះក្នុងទូខោអាវក្នុងសភាពជួរដោយកន្សែងពោះគោនៅលើឈ្នួលហាសម្លៀកបំពាក់របស់ទូហើយអ្វីដែលគ្រួសារជនរងគ្រោះខ្លោចចិត្តបំផុតនោះគឺកន្សែងពោះគោដែលចងព្យួរសម្រាប់កូនប្រុសជនរងគ្រោះនោះគឺជាភួយដែលជនរងគ្រោះកេងអោបរយប់ការស្លាប់របស់ម្ដាយកូនទាំងពីរក្នុងឃុំសិង្ហៈទាំងមូលទូក៏ក្រើកយ៉ាងខ្លាំងហើយវាក៏បានធ្វើឲ្យប៉ូលីសមានសម្ពាធខ្លាំងដូចគ្នាក្នុងករណីមួយនេះមានចំណុចសង្ស័យជាច្រើនប៉ុន្តែចំណុចសំខាន់នោះគឺរកមិនឃើញគោលដៅដើម្បីស៊ើបអង្កេតទ្វារបង្អួចផ្ទះកើតហេតុមិនមានការកោះឬបំផ្លាញពីខាងក្រៅក្នុងផ្ទះក៏គ្មានស្លាកស្នាមនៃការប្រតែប្រតប់បន្ថែមពីនេះប៉ូលីសក៏មិនបានស្វែងរកឃើញមានស្នាមប្រយោលដៃឬស្នាមដានជើងអ្វីទាំងអស់ប៉ូលីសបានស៊ើបដឹងថាជនរងគ្រោះមានទំនាក់ទំនងក្នុងសង្គមគឺធម្មតាមិនមានភាពរញ៉េរញ៉ៃប្តីរបស់ជនរងគ្រោះធ្វើជំនួញនៅឯចិនដីគោករីឯឪពុកម្ដាយក្មេកជនរងគ្រោះរស់នៅចម្ងាយប្រមាណ50ម៉ែត្រពីគ្នាប៉ុណ្ណោះកូនស្រីច្បងរបស់ជនរងគ្រោះគឺស្នាក់នៅផ្ទះជាមួយនឹងជីដូនជីតាខាងលើទើបរួចផុតពីគ្រោះអកុសលមួយនេះតាមមូលហេតុអ្វីទើបធ្វើឲ្យជនរងគ្រោះម្ដាយកូនទាំងពីរត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃយ៉ាងនេះប្រសិនបើជាករណីសម្លាប់ព្រោះទ្រព្យសម្បត្តិតែហេតុអ្វីទូថតតុកក្នុងផ្ទះមិនមានស្លាកស្នាមឬកកាយវត្ថុមានតម្លៃសុទ្ធតែមិនបានបាត់បង់ប៉ុន្តែតាមសម្ដីរបស់ម្ដាយជនរងគ្រោះបានប្រាប់ប៉ូលីសថាប្តីប្រពន្ធគាត់បានឲ្យប្រាក់ទៅជនរងគ្រោះ$3,000តៃវ៉ាន់ថ្ងៃកើតហេតុនោះប្តីរបស់គាត់បានប្រទះឃើញប្រាក់នៅក្នុងកាបូបរបស់ជនរងគ្រោះមានមនុស្សយកអស់ទៅហើយសារមួយចង្កោមនិងសៀវភៅទូរស័ព្ទតូចមួយក៏ត្រូវបានបាត់ដូចគ្នាតើប្រាក់ត្រឹម$3,000តៃវ៉ាន់នេះអាចធ្វើឲ្យជនល្មើសសម្លាប់ជីវិតដល់ទៅពីរបានដែរឬប្រសិនបើជាករណីសម្លាប់ព្រោះគំនុំតែហេតុអ្វីក្នុងផ្ទះកើតហេតុមិនមានស្លាកស្នាមវីតប់គ្នាទ្វារបង្អួចសុទ្ធតែមិនមានការបំផ្លាញគ្រួសារជនរងគ្រោះក៏បានបញ្ជាក់ប្រាប់ប៉ូលីសដូចគ្នាថាជនរងគ្រោះមិនមានបញ្ហាចំនួនជាមួយនរណានោះទេទីតាំងកើតហេតុត្រូវបានលាងសម្អាតប៉ូលីសស្រាវជ្រាវទៅលើទំនាក់ទំនងសង្គមក៏មិនប្រទះឃើញអ្វីដែលខុសប្រក្រតីរីឯករណីប្លន់ទ្រព្យគំនុំទាំងអស់សុទ្ធតែខ្វះខាតនៅភស្តុតាងសំខាន់ដើម្បីគាំទ្រប៉ូលីសក៏បានសាកសួរអ្នកជួលផ្ទះនៅជាន់ទី2ដែលប្រកបរបរជាហាងអ៊ីនធឺណិតនិងបានរើចេញការពីខែមុនព្រមជាមួយបុរសចំណាស់អាយុ70ឆ្នាំម្នាក់ដែលជួលនៅជាន់ទី3សុទ្ធតែមិនទទួលបានចម្លើយអ្វីក៏ដូចជាមនុស្សណាដែលគួរឲ្យសង្ស័យដូចគ្នាប៉ូលីសបានងាកមកធ្វើការវិនិច្ឆ័យទៅលើស្ថានភាពផ្ទាល់ខ្លួនរបស់ជនរងគ្រោះវិញម្ដងជនរងគ្រោះគឺមានឈ្មោះថាឆាន់ម៉ៃលីអាយុ34ឆ្នាំនាងនិងប្តីមានកូនចំនួន3នាក់ស្រី2នាក់និងប្រុសម្នាក់
គ្រួសារខាងប្តីមានជីវភាពល្អប្រសើរឪពុកម្ដាយក្មេករបស់ឆាន់ម៉ៃលីប្រកបរបរផ្នែកចំណីអាហារជាច្រើនឆ្នាំមកហើយរួចក៏បានទិញដីនិងសាងសង់ជាផ្ទះល្វែងកម្ពស់4ជាន់ធ្វើជាភោជនីយដ្ឋានក្រោយមកប្តីរបស់ជនរងគ្រោះក៏បានប្រែភោជនីយដ្ឋាននោះទៅជាហាងអ៊ីនធឺណិតទី1ក្នុងតំបន់សិង្ហៈកន្លះឆ្នាំក្រោយរកស៊ីព្រោះតែល្មើសសិទ្ធិជាកម្មសិទ្ធិបញ្ញាការរកស៊ីក៏ត្រូវបានបញ្ចប់រួចក៏បង្វែរគោលដៅទៅធ្វើការអភិវឌ្ឍនៅក្រុងសៀងហៃប្រទេសចិនម្ដងដោយធ្វើការបណ្ដាក់ទុនលើការបើកហាងអ៊ីនធឺណិតនិងភោជនីយដ្ឋានហើយជនរងគ្រោះតាមពិតនាងបានទៅដីគោកជួយរបរការងារប្តីរហូតការងាររកស៊ីនោះមានលំនឹងហើយម្យ៉ាងកូនប្រុសពៅដែលជាជនរងគ្រោះទី2នេះក៏ដល់ពេលត្រូវចូលរៀនបឋមទៀតទើបឆាន់ម៉ៃលីនិងកូនប្រុសពៅបានវិលត្រឡប់មកតៃវ៉ាន់វិញនាងនិងកូនទើបតែត្រឡប់មកតៃវ៉ាន់បាន20ថ្ងៃមុនកើតហេតុប៉ុណ្ណោះប្តីរបស់ជនរងគ្រោះបានមនីត្រឡប់មកតៃវ៉ាន់ក្រោយទទួលដំណឹងដល់អក្សរនេះភ្លាមព្រមទាំងផ្ដល់ចម្លើយឲ្យប៉ូលីសថាគ្រួសាររបស់គាត់មិនបានចំពាក់ប្រាក់នរណានោះទេហើយគ្រួសាររបស់ពួកគាត់ក៏គ្មានចំនួនជាមួយនរណាដូចគ្នាគាត់ក៏មិនដឹងដូចគ្នាថាមកពីមូលហេតុអ្វីទើបទៅជាបែបនេះផ្អែកលើការធ្វើកសោបវិច័យសាកសមបានបង្ហាញថាជនរងគ្រោះទាំងពីរត្រូវបានរឹតកសម្លាប់តែជនរងគ្រោះទាំងពីរមិនមានស្លាកស្នាមពីការតបប្រឆាំងឬរើបំរាស់ឡើយដែលនេះគឺជាចំណុចដែលធ្វើឲ្យប៉ូលីសគិតមិនយល់ដោយតបតម្រេះផងបូករួមអាគមសំអាយុប៉ូលីសបានធ្វើការបួងសួងក្នុងចិត្តក្បែរទីតាំងប្រទេសសពទាំងពីរថាសង្ឃឹមថាអាចឆាប់ជួយដល់ពួកគេទាំងពីរទទួលបានយុត្តិធម៌ហើយបាននឹកស្មានថាគ្រាន់តែនិយាយចាប់ភ្លាមប៉ូលីសស្រាប់តែក្រឡេកឃើញនៅលើធុងទឹករបស់បង្គន់មានកំបិតចិត្តផ្លែឈើមួយដើមពេលនោះប៉ូលីសចាប់ផ្ដើមភ្ញាក់ព្រឹកតែម្ដងគូក្បាលចាប់ផ្ដើមគិតឃើញនៅរឿងមួយឡើងមកអ្នកណាមកចិត្តផ្លែឈើនៅក្នុងបង្គន់ច្បាស់ណាស់កំបិតនោះគឺមានបញ្ហាបន្ថែមពីនេះនៅក្នុងបន្ទប់ទទួលភ្ញៀវប៉ូលីសក៏បានស្វែងរកឃើញនៅទូលវីមួយដើមប៉ូលីសសន្និដ្ឋានថាវត្ថុដែលប្រទះឃើញទាំងពីរនេះអាចជាវត្ថុតាំងប្រព្រឹត្តបទល្មើសព្រមទាំងអាចជាឧបករណ៍សម្រាប់គាស់ទ្វារចូលផ្ទះតែគួរឲ្យស្ដាយប៉ូលីសមិនបានប្រទះឃើញស្នាមក្រយៅដៃនៅលើវត្ថុទាំងពីរនោះទេដោយសារតែជនរងគ្រោះធ្លាប់បានបាត់ទូរស័ព្ទពីមុនម្ដងរួចមកហើយតែនៅថ្ងៃកើតហេតុគឺថ្ងៃទី13ប៉ូលីសស្រាប់តែប្រទះឃើញទូរស័ព្ទដែលបានបាត់នោះនៅក្នុងផ្ទះកើតហេតុជាថ្មីតើទូរស័ព្ទនោះគឺជនល្មើសទុកចោលនៅទីនោះព្រោះផ្លិចឬក៏យ៉ាងណាប៉ូលីសក៏បានចាត់ទុកទូរស័ព្ទនោះគឺជាគោលដៅសំខាន់សម្រាប់ស្រាវជ្រាវតែប៉ូលីសនៅតែរកមិនបានអ្វីជាដុំកំភួនពីទូរស័ព្ទនោះដដែលរហូតត្រូវបើកកិច្ចប្រជុំជារៀងរាល់យប់ពីម៉ោង8រហូតដល់ម៉ោង12យប់ជាចាំបាច់ប៉ូលីសក៏បានធ្វើការសរុបត្រួសត្រាសឡើងវិញនៅព្រឹត្តិការណ៍ដែលប្រមូលបានទ្វារបង្អួចមិនមានការខូចខាតដែលនេះសបញ្ជាក់ថាជាមនុស្សចិត្តស្និទ្ធព្រោះគេអាចដើរចូលតាមទ្វារធម្មតាវត្ថុមានតម្លៃក្នុងផ្ទះគ្រប់យ៉ាងមិនបានបាត់បង់លើកលែងតែប្រាក់ក្នុងកាបូបចំនួន$3,000តៃវ៉ាន់ទៅវិញរីឯវត្ថុធ្វើឃាតគឺជាកន្សែងពោះគោដែលទង្វើទាំងនេះបានបង្ហាញថាជនល្មើសប្រព្រឹត្តបទល្មើសដោយសារតែកត្តាភ្លាមមិនមែនជាការគ្រោងទុកឡើយដូចនេះប៉ូលីសក៏បានធ្វើការចាប់អារម្មណ៍ទៅលើក្រុមមនុស្សដែលជាអ្នកលេងក្នុងតំបន់នោះវិញម្ដងពិសេសអ្នកដែលនៅក្បែរផ្ទះកើតហេតុជាចម្បងដោយបានធ្វើការផ្តិតយកស្នាមមេដៃរបស់ពួកគេមកធ្វើការពិនិត្យប្រៀបធៀបប៉ុន្តែប៉ូលីសនៅតែមិនបានដូចបំណងកន្លងផុតបាន2ខែព័ត៌មានដែលពាក់ព័ន្ធនឹងម្ដាយកូនជនរងគ្រោះស្រាប់តែត្រូវបានល្បីផ្ទុះឡើងសារជាថ្មីតែមិនមែនផ្សព្វផ្សាយពីការស៊ើបអង្កេតរបស់ប៉ូលីសនោះទេទៅវិញវាគឺជារឿងដែលពាក់ព័ន្ធនឹងភ្នូររបស់ជនរងគ្រោះទាំងពីរទីលានបញ្ចុះសពក្នុងក្រុងថៃណានមានស្មៅដោះពណ៌ស្រស់ខៀវខ្ចីខុសប្លែកតែភ្នូរពីរដែលបញ្ចុះក្បែរគ្នាក្នុងទីបញ្ចុះសពនេះបែរជាមិនមានដុះស្មៅនោះទេមិនខ្វល់ថាបុគ្គលិកថែសួននៅទីបញ្ចុះសពព្យាយាមស្រោចទឹកថែទាំយ៉ាងណាក៏ស្មៅនោះនៅតែមិនដុះរីឯភ្នូរដែលបញ្ចុះក្នុងពេលស្របជាមួយនឹងភ្នូរទាំងពីរនោះបែរជាមានស្មៅដុះប្រងព្រាតតាមអបិយជំនឿភ្នូរទាំងពីរគឺមានកំហឹងខ្លាំងពេកទើបស្មៅដាំមិនចេះដុះបែបនេះរឿងក្តីបំបែកមិនទាន់បានភ្នូរទាំងពីរក៏មិនដុះស្មៅតើអាចដែរទេថាជនរងគ្រោះចង់ប្រាប់ថាពួកគេស្លាប់ទាំងមិនអស់ចិត្តត្បិតតែគ្រប់គ្នាសុទ្ធតែយល់បែបនេះតែបច្ចេកទេស DNA នៃចំនួននោះគឺនៅមានកម្រិតទើបធ្វើឲ្យគ្រប់យ៉ាងត្រូវបានជាប់គាំងប៉ុន្តែជាចៃដន្យគ្រានោះក្រុមប៉ូលីសព្រហ្មទណ្ឌក្រុងកៅសុងមានវិធីសាស្ត្រថ្មីក្នុងការប្រមូលភស្តុតាងនោះគឺការស្រង់យក DNA កោសិកាស្បែកនៅជាប់នឹងដងកំបិត
ក្នុងពេលកំពុងត្រួតពិនិត្យនៅ DNA ដែលនៅជាប់នៅលើដងកំបិតនោះប្រធានក្រុមប៉ូលីសប៉ុស្តិ៍តំបន់សិង្ហៈក៏បានលើកឡើងថាក្នុងរយៈពេលដែលប៉ូលីសរបស់លោកជាប់គាំងក្នុងការស៊ើបអង្កេតនោះធ្លាប់មានអ្នកស្នងរូបម្នាក់បាននិយាយប្រាប់ពួកលោកថារឿងក្តីនេះនឹងអាចបំបែកបានក្នុងអំឡុងពេល100ថ្ងៃតែប្រសិនបើលើសពី100ថ្ងៃនោះត្រូវតែមានការជួយពីទេវតាក្រោយមកក្រុមរបស់លោកក៏បានសុំឲ្យវត្ថុស័ក្តិសិទ្ធិក្នុងវិហារជួយបង្ហាញផ្លូវដោយប៉ូលីសបានកំណត់មុខសញ្ញាចំនួន15ប្រភេទខុសៗគ្នារួចទើបធ្វើការបោះពុយសាកសួរហើយជាលទ្ធផលក្រុមលោកទទួលបានសិនពុយចំនួន4ដងទៅលើលេខរៀងភ្ញៀវក្នុងហាងអ៊ីនធឺណិតច្រើនជាងគេអបិយជំនឿក៏ជឿវិទ្យាសាស្ត្រក៏ជឿប៉ូលីសបានចេញចូលផ្ទះកើតហេតុចំនួន10ដងដើម្បីប្រមូលរកផុសតាងនិងស្លាកស្នាមផ្សេងៗហើយប៉ូលីសក៏ប្រទះឃើញឈាមមួយដំណក់នៅលើគ្រែដែលមាន DNA ខុសពីជនរងគ្រោះហើយក្រោយឆ្លងកាត់ការគ្រប់គ្រងទៅលើ DNA មនុស្សដែលប៉ូលីសសង្ស័យចំនួន800នាក់ព្រមជាមួយនឹងរយៈពេល100ថ្ងៃក្រោយកើតហេតុប៉ូលីសក៏បានស្វែងរកឃើញជនល្មើសមានឈ្មោះថាលាវហខុនអាយុ26ឆ្នាំដែលធៀបពិតជនល្មើសត្រូវបានចាប់ខ្លួនក្រោយគេបានបង្កបទល្មើសចោរកម្មបន្ទាប់ពីប្រព្រឹត្តឃាតកម្មទៅលើម្ដាយកូនជនរងគ្រោះមិនយូរប៉ុន្មានជនល្មើសធ្លាប់ជាបុគ្គលិកនៅក្នុងហាងអ៊ីនធឺណិតរបស់ជនរងគ្រោះដំបូងឡើយលាវហខុនគឺជាភ្ញៀវរបស់ហាងជនរងគ្រោះគេជ្រុកវង្វេងនឹងហ្គេមអ៊ីនធឺណិតមួយដែលទាមទារវាយកសត្វទេពទៅបដូរយកប្រាក់ជនរងគ្រោះឃើញជនល្មើសខ្វះខាតប្រាក់ក៏យកគេធ្វើជាបុគ្គលិកតែមិននឹកស្មានថាគេជាមនុស្សខ្ជិលឡើងខ្លាយទៅជាទម្លាប់ទៅហើយចុងក្រោយគេក៏សម្រេចថាឈប់ធ្វើការនៅក្នុងហាងតែគេនៅតែជាអ្នកស៊ីឈ្នួលលេងជំនួសឲ្យគេដដែលហើយមិននឹកស្មានថានេះគឺជាមូលហេតុដែលនាំឲ្យម្ដាយកូនទាំងពីរត្រូវស្លាប់បែបនេះឡើយក្រោយឈប់ពីការងារពេញម៉ោងរបស់ហាងអ៊ីនធឺណិតជនល្មើសក៏នៅតែស៊ីឈ្នួលលេងហ្គេមលក់សត្វទេពក្នុងហ្គេមឲ្យជនរងគ្រោះដូចនេះហើយទើបជនល្មើសអាចដឹងពីការរស់នៅរបស់ជនរងគ្រោះច្បាស់ថែមទាំងជិតស្និទ្ធនឹងគ្នាទៀតផងហើយថ្ងៃកើតហេតុនោះជនល្មើសបានទៅយកប្រាក់ពីជនរងគ្រោះចំនួន$3,000តៃវ៉ាន់ដើម្បីទៅទិញសត្វទេពក្នុងហ្គេមឲ្យជនរងគ្រោះគ្រានោះគេបានឃើញក្នុងកាបូបរបស់ជនរងគ្រោះនៅមានប្រាក់មួយចំនួនទៀតទើបយប់ឡើងគេបំរុងលួចចូលទៅលួចប្រាក់ដែលនៅសល់ក្នុងកាបូបនោះរួចក៏ត្រូវបានជនរងគ្រោះតាមទាន់ទើបគេបបិទមាត់ជនរងគ្រោះតែម្ដងក្រោយរត់ក៏សម្លាប់ជនរងគ្រោះរួចទើបគេយកសពទៅដាក់នៅក្នុងអាងត្រាំទឹករួចបើកទឹកនោះឲ្យពេញព្រោះខ្លាចនាងអាចភ្ញាក់មកវិញហើយពេលនោះជនរងគ្រោះទី2ដែលជាកូនប្រុសពៅរបស់ជនរងគ្រោះក៏ភ្ញាក់មកទាន់កូនរបស់ជនរងគ្រោះសុទ្ធតែស្គាល់ជនល្មើសទាំងអស់ទើបគេមិនបានគិតអ្វីឡើយក៏បំបិទមាត់ថែមម្នាក់ទៀតយប់នោះជនល្មើសលួចចូលទៅតាមហាងអ៊ីនធឺណិតនៅជាន់ទី2រួចប្រើប្រាស់នៅទូលវីសមួយដើមទៅដោះបើកទ្វារឡើងទៅជាន់ខាងលើឡើងដល់ជាន់ទី3ជនល្មើសក៏បានយកកាំបិតជិតផ្លែឈើមួយដើមចេញពីទីនោះបន្តឡើងទៅជាន់ទី4ដែលម្ដាយកូនទាំងពីរកំពុងស្នាក់នៅគេដើររើកកាយរកប្រាក់ក្នុងផ្ទះមិនឃើញក៏ស្រាប់តែចង់ចូលបន្ទប់ទឹកហើយពេលដែលសម្រាប់ខោបំរុងបត់ជើងតូចនោះកំបិតដែលគេសកក្នុងខោប៉ៅខោក៏បានចាក់ត្រូវផ្លូវរបស់គេទើបគេយកកំបិតនោះទៅដាក់នៅលើធុងទឹករបស់បង្គន់រួចក៏ភ្លេចយកកំបិតនោះវិញពេលដើរចេញពីបន្ទប់ទឹកជនល្មើសក៏បានប្រទះឃើញថាជនរងគ្រោះនៅមិនទាន់គេងលក់នៅឡើយទើបរឿងរ៉ាវអកុសលនោះក៏បានកើតមានឡើងតែម្ដងជនល្មើសបានប្រាប់ប៉ូលីសថាក្រោយប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះទាំងពីររួចជនល្មើសមិនមានភាពភិតភ័យស្លន់ស្លោអ្វីទាំងអស់គេបានចំណាយពេលដល់ទៅ4ម៉ោងដើម្បីធ្វើការបោះសម្អាតទីតាំងកើតហេតុយ៉ាងយកចិត្តទុកដាក់បន្ថែមពីនេះគេបានគិតថាប៉ូលីសច្បាស់ជារកគេមិនឃើញឡើយព្រោះគេបានបោះសម្អាតយ៉ាងយកចិត្តទុកដាក់ល្អបំផុតមិនបន្សល់អ្វីទាំងអស់ម្យ៉ាងមនុស្សម្នាមើលមកគេគឺដូចជាមីងមាំងមិនសូវឆ្លាតទៀតទើបគេយល់ថាគ្មាននរណាអាចសង្ស័យទៅដល់គេបានឡើយតាមពិតក្នុងពេលដែលប៉ូលីសចុះស្រាវជ្រាវលើក្រុមអ្នកលេងក្នុងតំបន់កើតហេតុកាលពីដំបូងនោះប៉ូលីសធ្លាប់បានសង្ស័យទៅលើជនល្មើសនេះដូចគ្នាដោយប៉ូលីសបានសន្និដ្ឋានតាំងពីដំបូងថាជនល្មើសអាចជាមនុស្សដែលមានកម្ពស់1.80 ម៉ែត្រទើបអាចយកកូនប្រុសជនរងគ្រោះទៅចងព្យួរនៅក្នុងទូខោអាវបានហើយក្នុងចំណោមមនុស្សដែលប៉ូលីសស្រាវជ្រាវក្នុងតំបន់កើតហេតុទាំងអស់មានតែគេម្នាក់ប៉ុណ្ណោះដែលមានកម្ពស់1.80 ម៉ែត្រប៉ុន្តែការប៉ាន់ស្មានត្រឹមកម្ពស់គឺมันអាចជាភស្តុតាងសម្រាប់ដាក់បន្ទុកថានរណាជាជនល្មើសបាននោះទេក្រោយចាប់ខ្លួនជនល្មើសក៏បានសារភាពថាក្រោយពេលដែលគេសម្លាប់ជនរងគ្រោះរួចក្នុងសភាពដែលជនរងគ្រោះមានត្រឹមតែខោខ្លីនោះជនល្មើសស្រាប់តែកើតចិត្តមកកាមឡើងមករួចបំពេញទៅលើសព
ថែមទាំងបានបញ្ចេញចោលនៅទឹកកាមរបស់គេទៅលើឥដ្ឋហើយគប់ជួនប៉ូលីសក៏ស្រង់បានដានទឹកកាមនៅលើឥដ្ឋដូចគ្នាក្រោយការធ្វើតេស្ត DNA លទ្ធផលក៏បង្ហាញថាវាគឺជារបស់ជនល្មើសហើយនេះគឺជាភស្តុតាងដ៏សំខាន់ដែលអាចកាត់ទោសជនល្មើសបានដោយមិនអាចប្រកែកបានជនល្មើសបានបន្ថែមថាក្រោយចាប់ខ្លួនបាន4ថ្ងៃរាល់ពេលដែលគេបិទភ្នែកគឺតែងតែឃើញម្ដាយកូនជនរងគ្រោះឈរនៅចំពោះមុខគេនិងមើលមកគេក្នុងក្រសែភ្នែកគួរឲ្យខ្លាចថែមទាំងទាមទារឲ្យគេសងជីវិតធ្វើឲ្យគេភ័យខ្លាចបើកភ្នែករហូតដល់មេឃភ្លឺរាល់ថ្ងៃហើយគេក៏មានអារម្មណ៍ដឹងថាបាបកម្មរបស់គេជិតមកដល់ហើយពិតជាដោយការដឹងមុនព្រោះជនល្មើសត្រូវបានតុលាការសម្រេចដាក់ទោសប្រហារជីវិតអ្វីដែលកាន់តែចម្លែកនោះគឺភ្នូររបស់ម្ដាយកូនទាំងពីរស្មៅដែលដាំមិនចេះដោះនោះក៏ស្រាប់តែដោះបន្លកឡើងមកជាបន្តបន្ទាប់ប្រហែលជាសញ្ញាប្រាប់ថាពួកគេទទួលបានយុត្តិធម៌ហើយទើបទៅដែលស្ងប់ចិត្តជំរាបសួរនិងស្វាគមន៍ការមកកាន់ Channel សង្ខេបរឿងឃាតកម្ម X Story រឿងក្តីទី2បាត់ខ្លួន15ថ្ងៃទើបពន្យល់សក់ឪពុកបំបីក្តីបានថ្ងៃទី2ខែសីហាឆ្នាំ2018គ្រួសារមួយនៅស្រុកផឹងស៊ីខេត្តសឺជ័នដែលបុរសជាប្តីមានឈ្មោះថាសែតុងហាយប្រពន្ធមានឈ្មោះថាវ៉ាងលីងជាធម្មតាប្តីប្រពន្ធទាំងពីរគឺធ្វើការនៅក្នុងក្រុងដែលផ្ញើកូនប្រុសរបស់ពួកគេអាយុ7ឆ្នាំឈ្មោះសែជីហាងនៅជាមួយជីដូនជួយមើលថែរសៀលថ្ងៃនោះម្ដាយក្មេកបងស្រីក៏បាននាំចៅស្រីច្បងមកផ្ទះរបស់សែតុងហាយក្មួយស្រីនិងកូនប្រុសសែជីហាងលេងជាមួយគ្នាបានមួយសន្ទុះក្មួយស្រីស្រាប់តែនិយាយថាចង់នាំប្អូនប្រុសទៅលេងនៅផ្ទះអ្នកជិតខាងមួយផ្លែតម៉ោង2រសៀលក្មួយស្រីក៏បាននាំសែជីហានជាប្អូនត្រឡប់មកផ្ទះវិញតែនាងបានត្រឡប់ទៅលេងផ្ទះអ្នកជិតខាងជាថ្មីតែម្នាក់ឯងក្រោយពេលសែជីហាងត្រឡប់មកដល់ផ្ទះវិញគាត់ជួនជីដូនក៏កំពុងតែរវល់ការងារទើបមិនបានចាប់អារម្មណ៍ច្រើនទៅលើចៅប្រុសរហូតដល់ម៉ោង4រសៀលទើបជីដូនប្រទះឃើញថាចៅប្រុសមិននៅក្នុងផ្ទះប៉ុន្តែដំបូងឡើយគាត់ក៏ស្មានថាចៅប្រុសរត់ទៅលេងជាមួយនឹងបងស្រីជីដូនមួយជាថ្មីម្ដងទៀតតែនៅពេលដែលជីដូនដើរទៅរកសែជីហាននៅផ្ទះអ្នកជិតខាងទើបដឹងថាចៅប្រុសត្រឡប់ទៅផ្ទះយូរមកហើយជីដូនព្យាយាមតាមរកចៅនៅក្បែរផ្ទះស្រែកផងសួររកផងដើរអស់មួយជុំធំក៏នៅតែមិនឃើញជីដូនក៏ចាប់ផ្ដើមផិតភ័យតើក្មេងអាយុត្រឹម2ឆ្នាំអាចដើរទៅដល់ណាគាត់កាន់តែគិតកាន់តែភ័យក៏ប្រញាប់ទូរស័ព្ទទៅប្រាប់ដៃប្រពន្ធសែតុងហាយដើម្បីឲ្យពួកគេប្រញាប់មកផ្ទះពេលនោះជីដូនចាស់គិតឃើញតែរឿងមួយយ៉ាងនោះគឺចៅប្រុសអាចត្រូវមនុស្សចាប់ទៅលក់តែដឹងបើរកចៅមិនឃើញតើគាត់គួរដោះស្រាយយ៉ាងណាជាមួយកូនស្រីនិងកូនប្រសារប្រុសប្តីប្រពន្ធសែតុងហាយមកដល់ផ្ទះភ្លាមគ្រួសារទាំងមូលក៏ប្រញាប់ចែកជើងគ្នាចេញទៅរកកូនប្រុសទូទាំងភូមិប៉ុន្តែនៅតែរកកូនប្រុសមិនឃើញគ្មានមធ្យោបាយសែតុងហាយក៏ប្រញាប់ប្តឹងប៉ូលីសក៏ម្នីធ្វើការស្រាវជ្រាវភ្លាមពេលនោះវ៉ាងលីងជាម្ដាយរបស់សែជីហានក៏បាននឹកឃើញមនុស្សម្នាក់ដែលគួរឲ្យសង្ស័យនោះគឺអ្នកជិតខាងឈ្មោះស៊ីមីងសែហើយផ្ទះដែលកូនប្រុសទៅចុងក្រោយគេក៏ជាផ្ទះរបស់ស៊ីមីងសែនេះហេតុអ្វីបានជាវ៉ាងលីងសង្ស័យទៅលើអ្នកជិតខាងម្នាក់នេះដើម្បីទៅតាមរកសែជីហានប៉ូលីសបានចុះស្រាវជ្រាវគ្រប់ដានដែលសែជីហានបានឆ្លងកាត់ថែមទាំងធ្វើការត្រួតពិនិត្យស្វែងរកយ៉ាងលម្អិតជុំវិញភូមិឋានទាំងអស់បូករួមទាំងផ្លូវជាតិក្នុងព្រៃនិងរូងភ្នំតែសែជីហាននៅតែរកមិនឃើញតើក្មេងប្រុសតូចម្នាក់អាចដើរបានឆ្ងាយប៉ុណ្ណាវ៉ាងលីងជាម្ដាយក៏យល់ថាកូនប្រុសមិនអាចដើរឆ្ងាយដំឡើងដូចគ្នានាងយល់ថាកូនរបស់នាងអាចត្រូវស៊ីមីងសែលាក់នៅក្នុងផ្ទះរបស់នាងជាពុំខានទើបវ៉ាងលីងបាននាំប៉ូលីសទៅកាន់ផ្ទះស៊ីមីងសែជាពិសេសដោយសាកសួរយ៉ាងត្រជាក់ចិត្តថាកូនប្រុសមាននៅផ្ទះរបស់នាងឬទេពីព្រោះគ្រួសារទាំងពីរធ្លាប់កើតមានបញ្ហានឹងគ្នាដូចនេះទំនាក់ទំនងគ្រួសារទាំងពីរនេះគឺដូចជាទឹកនិងភ្លើងស៊ីមីងសែដែលជាជនសង្ស័យពីដើមមកគឺមានចរិតក្រអឺតក្រទមជាខ្លាំងតែលើកនេះស្រាប់តែខុសពីធម្មតាព្រោះតាមចរិតរបស់នាងប្រសិនបើត្រូវសួរនាំបែបដូចមួបង្កាច់បែបនេះនាងច្បាស់ជាជេរប្រមាថបន្ទុកមុខឲ្យវ៉ាងលីងនោះទេប៉ុន្តែលើកនេះស៊ីមីងសែបែរជាគួរសមខុសប្រក្រតីប៉ុន្តែនាងនៅតែបដិសេធថាកូនរបស់វ៉ាងលីងមិននៅផ្ទះរបស់នាងនោះទេវ៉ាងលីងក៏បានរកមើលក្នុងផ្ទះស៊ីមីងសែមួយជុំហើយក៏ឃើញថាគ្មានស្រមោលកូនពិតមែនទើបចាក់ចេញទៅវិញ
អ្នកភូមិក៏ចាប់ផ្ដើមនិយាយតៗគ្នានឹងសង្ស័យថាសាជីហានអាចត្រូវគេចាប់យកទៅលក់ហើយពេលវេលាដើរទៅមុខបញ្ឈប់ប្តីប្រពន្ធសៀតុងហាយបារម្ភនិងច្របូកច្របល់ជាខ្លាំងដើម្បីកូនប្រុសសៀតុងហាយបានបង្ហោះរូបកូនប្រុសគ្រប់បណ្ដាញសង្គមដើម្បីឲ្យមនុស្សក្នុងបណ្ដាញសង្គមជួយចាប់អារម្មណ៍ក៏ដូចជាអាចផ្ដល់ដំណឹងអ្វីពាក់ព័ន្ធនឹងកូនប្រុសដល់ពួកគេប៉ុន្តែប៉ូលីសបានឆែកកាមេរ៉ាសុវត្ថិភាពជុំវិញភូមិគឺមិនប្រទះឃើញមនុស្សប្លែកមុខចូលភូមិហើយក៏មិនឃើញក្មេងប្រុសចេញពីភូមិដូចនេះសៀជីហានគឺអាចនៅក្នុងភូមិនៅឡើយវងលីងក្រោយលើការវិភាគរបស់ប៉ូលីសរួចនាងកាន់តែច្បាស់ក្នុងចិត្តថាកូនប្រុសគឺត្រូវស៊ីមីងសៀលាក់ទុកក្នុងផ្ទះប៉ុន្តែពួកនាងគ្មានផុសតាងប៉ូលីសក៏មិនអាចគ្រាន់តែសង្ស័យរួចក៏ចាប់មនុស្សបានដូចគ្នាកូនប្រុសបាត់ខ្លួន10ថ្ងៃជាងស្មារតីនឹងផ្លូវចិត្តរបស់ប្តីប្រពន្ធសៀតុងហាយក៏កាន់តែដុនដាបទៅរហូតដល់ថ្ងៃដែលកូនប្រុសបាត់ខ្លួនបាន15ថ្ងៃយប់ឡើងសៀតុងហាយស្រាប់តែយល់សប្តិឃើញរឿងមួយក្នុងយល់សប្តិនោះគឺកូនប្រុសគ្មានសម្លៀកបំពាក់អណ្ដែតនៅក្នុងផ្ទះស្បូវរបស់អ្នកជិតខាងយំបណ្ដើរសម្លឹងមើលមកគេជាឪពុកបណ្ដើរឃើញបែបនោះគាត់ភ្ញាក់ពីសុបិនទាំងភ្ញាក់ផ្អើលរួចប្រញាប់ទាញប្រពន្ធចុះពីផ្ទះរត់សម្ដៅទៅផ្ទះរបស់ស៊ីមីងសៀគ្រាន់តែទៅដល់មាត់ទ្វារផ្ទះរបស់ស៊ីមីងសៀភ្លាមប្តីប្រពន្ធសៀតុងហាយក៏បានឮសំឡេងស៊ីមីងសៀឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយមនុស្សម្នាក់ហើយម្នាក់នោះគឺជាអ្នកជិតខាងស្រីម្នាក់ផ្សេងទៀតផ្ទះរបស់នាងបានបាត់មាន់មួយក្បាលនាងសង្ស័យថាគឺស៊ីមីងសៀជាអ្នកលួចទៅឆ្លោះប្រកែកគ្នាឡើងមកស្ដាប់បានត្រឹមនេះប្តីប្រពន្ធស៊ីមីងសៀក៏ភាំងបានមួយសន្ទុះរួចក៏ភ្ញាក់ស្ទុះរត់ទៅផ្ទះស្បូវរបស់ស៊ីមីងសៀឆែកឆេរពេញផ្ទះក៏នៅតែរកកូនប្រុសមិនឃើញមិនអស់ចិត្តប្តីប្រពន្ធទាំងពីរក៏ដើរចូលទៅផ្ទះទំនេរដែលនៅជាប់ជញ្ជាំងផ្ទះជាមួយនឹងគ្នាផ្ទះនោះវងលីងជាប្រពន្ធធ្លាប់បានចូលឆែកម្ដងរួចទៅហើយតែគ្រានោះគឺរកមិនឃើញអ្វីនោះទេប៉ុន្តែលើកនេះប្តីប្រពន្ធទាំងពីរបើកទ្វារផ្ទះនោះភ្លាមក៏ភាយក្លិនស្អុយចូលមកតែម្ដងសៀតុងហាយកាន់ពិលដាវឆ្លោះចូលទៅខាងក្នុងតម្រង់ទៅកាយគំនរអស់នោះមើលរួចក៏បានឃើញជើងក្មេងម្ខាងលៀនចេញមកឃើញបែបនេះសៀតុងហាយក៏រើកកាយគំនរអស់នោះដូចមនុស្សឈួតចុងក្រោយកូនប្រុសជាទីស្រឡាញ់ក៏ត្រូវបានរកឃើញតែក្នុងសភាពជាសាកសពបាត់ទៅហើយដោយសារអាកាសធាតុក្តៅបូករួមនឹងរយៈពេល10ជាងថ្ងៃមកហើយទើបសាកសពមានសភាពខូចខាតរលួយយ៉ាងធ្ងន់ធ្ងរថែមទាំងមានក្លិនពិបាកទ្រាំទៅទៀតបងលីងឃើញសភាពកូនប្រុសបែបនេះក៏ទ្រហោយំដូចមនុស្សឈួតលឺសំឡេងស្រែកទ្រហោយំអ្នកភូមិក៏នាំគ្នារត់មកមើលរួចក៏ឃើញទិដ្ឋភាពដ៏សែនខ្លោចចិត្តរបស់ប្តីប្រពន្ធសៀតុងហាយរួមជាមួយនឹងសាកសមរបស់កូនប្រុសអ្នកភូមិក៏ប្រញាប់ប្រញាល់ទៅប្តឹងប៉ូលីសហើយក្នុងខណៈពេលដែលកំពុងរងចាំប៉ូលីសនោះស៊ីមីងសៀបានព្យាយាមចង់លួចរត់តែក៏ត្រូវបានអ្នកភូមិចាប់ទុកនិងសួរនាំនាងថានាងជាអ្នកប្រព្រឹត្តឬមិនមែនស៊ីមីងសៀបដិសេធថានាងមិនដឹងអ្វីឡើយក្រោយការសួរនាំរបស់ប៉ូលីសស៊ីមីងសៀក៏បានទទួលស្គាល់ថានាងជាអ្នកនាំជនរងគ្រោះត្រឡប់ទៅផ្ទះនិងជាអ្នកសម្លាប់ហើយចុងក្រោយទើបយកសាកសពទៅលាក់ក្នុងគំនរអស់ផ្ទះទំនេររបស់នាងរីឯមូលហេតុដែលនាងធ្វើបែបនេះក៏ព្រោះតែដើម្បីសងសឹកឪពុកម្ដាយរបស់ជនរងគ្រោះតាមពិតប្រមាណឆ្នាំមុនប្តីប្រពន្ធសៀតុងហាយបានធ្វើការរកស៊ីនៅទីក្រុងនិងរកបានប្រាក់ច្រើនគួរសមដោយមិនត្រឹមតែអាចត្រឡប់ទៅសង់ផ្ទះថ្មីឲ្យឪពុកម្ដាយនោះទេថែមទាំងទិញបានរថយន្តថ្មីមួយគ្រឿងទៀតផងរាល់ពេលដែលសៀតុងហាយនាំប្រពន្ធកូនមកលេងឪពុកម្ដាយក៏បើករថយន្តនោះមកធ្វើឲ្យស៊ីមីងសៀមានចិត្តច្រណែនជាខ្លាំងក្រោយមកស៊ីមីងសៀក៏បានទៅសុំខ្ចីប្រាក់ប្តីប្រពន្ធសៀតុងហាយមួយចំនួនតែប្តីប្រពន្ធសៀតុងហាយមិនបានឲ្យនាងខ្ចីនោះទេព្រោះប្តីប្រពន្ធទាំងពីរដឹងថាស៊ីមីងសៀជាមនុស្សមានចរិតឆេវឆាវធ្វើការងារអ្វីក៏មិនដែលសម្រេចប្រាក់ទាំងនេះបើឲ្យនាងខ្ចីច្បាស់ណាស់ថាគ្មានថ្ងៃសងត្រឡប់វិញនោះទេដូច្នេះទើបរកលេសមិនឲ្យខ្ចីហើយមូលហេតុនេះក៏បានធ្វើឲ្យស៊ីមីងសៀគុំគួនប្តីប្រពន្ធសៀតុងហាយក្នុងចិត្តនិងរងចាំឱកាសសងសឹកពួកគេជាចៃដន្យថ្ងៃនោះនាងបានឃើញកូនរបស់សៀតុងហាយដែលជាជនរងគ្រោះកំពុងតែអង្គុយលេងនៅមាត់ទ្វារផ្ទះតែម្នាក់ឯងឃើញបែបនេះជនល្មើសក៏បានកុហកជនរងគ្រោះចូលទៅផ្ទះដែលនាងក្តាក់អស់រួចប្រព្រឹត្តបទល្មើសទៅលើជនរងគ្រោះនិងលាក់សាកសពក្រោមគំនរអស់នោះតែម្ដងជួយចុចសញ្ញា Subscribe ក៏ដូចជាសញ្ញាកណ្ដឹងដើម្បីទទួលបានព័ត៌មាននិងវីដេអូថ្មីៗសូមអរគុណសូមជម្រាបលា